តោះបងប្អូនវីដេអូនេះអបអារម្មណ៍អីសម្រាប់អ្នកដែលមានបញ្ហាធាត់លើសគីឡូអត់សូវញ៉ាំច្រើនទេប៉ុន្តែធាត់លើសគីឡូស្ដាប់វីដេអូនេះជាមួយលោកគ្រូពេទ្យដុកទ័រគឹមជាមួយនឹងខ្ញុំទាំងអស់គ្នាដើម្បីឲ្យបានដំណោះស្រាយតោះបងប្អូនសូមស្ដាប់ហើយជួយ share វីដេអូនេះផងណាលោកគ្រូខ្ញុំញ៉ាំតិចណាស់រាល់ថ្ងៃនេះតែហេតុអីបានខ្ញុំនៅតែឡើងគីឡូក្បាលពោះខ្ញុំនៅតែធំនេះគឺជាបញ្ហាមួយដែលខ្ញុំជួបស្ទើរតែរៀងរាល់ថ្ងៃនៅពេលដែលអ្នកជំងឺគាត់ឆាតមកសួរខ្ញុំគាត់ខលមកខ្ញុំហើយដើម្បីឲ្យកុំដោតទៅលើការសម្រក់គីឡូតែមួយមុខយើងត្រូវមើលដឹងថាតើនៅក្នុងខ្លួនរបស់យើងកម្រិតខ្លាញ់មានចំនួនប៉ុន្មានស្កររបស់យើងធ្វើការបានល្អទេអាំងសាលីនរបស់យើងធ្វើការបានល្អទេថ្លើមរបស់យើងធ្វើការបានល្អទេហើយសកម្មភាពសុខភាពគូក្បាលរបស់យើងហ្នឹងយើងការគិតការចងចាំអារម្មណ៍របស់យើងល្អដែរទេអញ្ចឹងតើអាហារដែលយើងហូបមានរសជាតិប្រៃមានរសជាតិប្រៃជាអាហារម្សៅប្រកបណាស់គីឡូរបស់យើងនឹងឡើងទី1គឺដោយសារតែការធ្វើការរបស់អាំងសាលីនធ្វើការខ្ពស់ពេកអញ្ចឹងការគ្រប់គ្រងស្ករអាចនឹងមិនបានល្អអញ្ចឹងនៅពេលដែលអាំងសាលីនរបស់យើងធ្វើការងារខ្ពស់អញ្ចឹងខ្លាញ់របស់យើងក៏មានការកើនឡើងអញ្ចឹងបើសិនខ្លាញ់កើនឡើងទី1ខ្លាញ់នៅក្នុងសរសៃឈាមទី2ខ្លាញ់ក្នុងថ្លើមនិងទី3ខ្លាញ់ក្នុងក្បាលពោះរបស់យើងអស់បារម្ភសម្រាប់បងប្អូនដែលហូបតិចហើយនៅតែឡើងគីឡូហើយបារម្ភពីបញ្ហាជំងឺសរសៃឈាមពីបញ្ហាជំងឺបេះដូងពីបញ្ហាជំងឺទឹកនោមបានខ្ញុំសូមចែករំលែកតទៅមួយchút filtrate នេះគឺជាដំណោះស្រាយក្នុងការទៅគ្រប់គ្រងប្រព័ន្ធ metabolism filtrate មិនមែនជាថ្នាំពេទ្យ filtrate មិនមែនជាថ្នាំដើម្បីទៅព្យាបាលសម្រក់គីឡូទេតែ filtrate ទៅជួយដោះស្រាយទី1អារបស់យើងធ្វើការបានល្អការបត់ដៃបត់ជើងរបស់យើងទៀងទាត់ល្អអញ្ចឹងបើសិនយើងបត់ដៃបត់ជើងទៀងទាត់ល្អបានន័យថាសុខភាពពោះវៀនរបស់យើងល្អដោយសារតែមាន fiber ល្អបង្កើតកោសិកាល្អទី2គ្រប់គ្រងទៅលើសរសៃឈាមបញ្ចុះ triglyceride បញ្ចុះ cholesterol បង្កើន HDL ទី3ជួយធ្វើឲ្យខ្លាញ់ក្នុងសរសៃឈាមខ្លាញ់ក្នុងថ្លើមរបស់យើងមានការថយចុះអញ្ចឹងដែលយើងតែនិយាយថាខ្លាញ់ក្នុងថ្លើមខ្លាញ់ក្នុងថ្លើម fiber ការចេញពី filtrate គឺជា fiber តែល្អហើយមានសមត្ថភាពមិនប៉ះពាល់ទៅលើកម្រងនោមមិនមានប៉ះពាល់ទៅលើថ្លើមហើយជួយទៅដល់សុខភាពសរសៃឈាមនិងជួយដល់សុខភាពបេះដូងអញ្ចឹងលោកដែលគួរប្រើ filtrate ទី1អ្នកដែលស្រឡាញ់សុខភាពទី2អ្នកដែលដឹងថាខ្លួនឯងប្រឈមនឹងបញ្ហាជំងឺទឹកនោមផ្អែមទី3អ្នកដែលមានបញ្ហាសុខភាពខ្លួនឯងបើន័យថាមានអារម្មណ៍ថាខ្លួនឯងកាន់តែថត់ទៅបាក់ពោះកាន់តែធំទី4អ្នកដែលដេកមិនគ្រប់គ្រាន់សុខភាពទ្រុឌទ្រោមហូបឲ្យមានអារម្មណ៍ថាហូបឲ្យអត់ឆ្អែតហូបឲ្យនៅតែឃ្លាតបាទអញ្ចឹងល្អបំផុត filtrate ទៅអញ្ចឹងជូនពរលោកបងតែទៅបានសុខភាពល្អយូរវែង